សួស្តីហើយសូមជម្រាបសួរប្រិយមិត្តបងប្អូនទាំងអស់នៅក្នុងសង្គម YouTube បាទថ្ងៃនេះខ្ញុំបានធ្វើដំណើរមកដល់ស្រុកតកូបាទមកដល់ស្រុកតកូខេត្តប្រតបាំងចំពោះទៅកាន់វត្តស្វាយសៀមថ្មីបាទនេះក្នុងការធ្វើដំណើរតាមដងផ្លូវទៅកាន់វត្តស្វាយសៀមថ្មីបាទចង់បង្ហាញឲ្យបងប្អូនបានទស្សនាកម្សាន្តនៅលើដងផ្លូវបាទនៅទិដ្ឋភាពក៏ដូចជាទេសភាពដែលខ្ញុំបានកំពុងថតបង្ហាញនៅកាមេរ៉ាបងប្អូនដែលនៅក្នុងស្រុកតកូក៏ដូចជាបងប្អូនដែលមានទីលំនៅឋានក្នុងស្រុកប៉ុន្តែហៅថាយើងទៅរកស៊ីនៅស្រុកផ្សេងខេត្តផ្សេងឬមួយថាទៅរកនៅឯបរទេសអញ្ចឹងណាបាទដើម្បីបានទស្សនាកម្សាន្តខ្លះនៅភូមិស្រុករបស់យើងដែលយើងធ្លាប់បាននៅស្នាក់នៅបាទក្នុងការដែលយើងព្រមណាទៅនេះនៅដងផ្លូវនៅមាត់បានបាទយួនគេហៅកៅប៊ុងសៀងយួនហៅកៅប៊ុងសៀងតែខ្មែរយើងហៅប្រែកទេនេះនៅលើដងផ្លូវទៅកាន់ភាសាតកូក៏ដូចជាផ្លូវបែកទៅកាន់វត្តស្វាយសៀមថ្មីនិងវត្តស្វាយសៀមចាស់បាទខាងមុខនេះគឺជាផ្លូវបែកទៅពីផ្លូវបែកទៅពីផ្លូវមួយទៅកាន់ភាសាតកូផ្លូវមួយចំពោះទៅកាន់បង្រាយបាទភូមិបង្រាយបាទនេះផ្លូវបែកណាបាទផ្លូវមួយទៅត្រង់គឺផ្លូវមួយទៅភាសាតកូនិងវត្តស្វាយសៀមចាស់ហើយផ្លូវបែកទៅខាងឆ្វេងគឺផ្លូវមកកាន់វត្តស្វាយសៀមថ្មីដែលខ្ញុំបានកំពុងធ្វើដំណើរទៅបាទសូមអរគុណជើងទស្សនកម្សាន្តនៅរឹបសំណាក់បាទខាងបងប្អូនដែលកំពុងទស្សនាឃើញខ្លងខេត្តនេះគឺជាខ្លងខេត្តនៃវត្តស្វាយសៀមថ្មីបាទនេះគឺផ្លូវបាត់ខ្ញុំបាទនឹងធ្វើដំណើរចូលកាន់វត្តស្វាយសៀមថ្មីនេះទិដ្ឋភាពខាងក្រៅដែលខ្ញុំបាទកំពុងតែបង្ហាញបងប្អូនទស្សនាកម្សាន្តគឺជាខ្លងខេត្តនៃវត្តស្វាយសៀមថ្មីមាននាមវត្តថាវត្តពោគិរីវង្សារាមស្វាយសៀមថ្មីបាទវត្តពោគិរីវង្សារាមស្វាយសៀមថ្មីដែលមានរូបចម្លាក់នៅព្រះពុទ្ធរូបក្នុងបរិនិព្វានបាទវត្តនេះប្រហែលខែមុនគឺខែកឋិនទានហ្នឹងគឺថាមានការដង្ហែនៅមហាកឋិនសាមគ្គីរបស់សម្ដេចតេជោហ៊ុនសែននៅប្រជាជនចក្រកម្ពុជាជាមួយនឹងលោកជំទាវប៊ុនរ៉ានីជាមួយនឹងកូនចៅរបស់គាត់បានធ្វើដំណើរដង្ហែកឋិនមហាសាមគ្គីមកកាន់វត្តស្វាយសៀមនេះរួចហើយបាទស្វាយសៀមថ្មីនេះដងផ្លូវចូលកាន់វត្តស្វាយសៀមថ្មីបាទអមដោយដើមថ្នោតដែលប្រសង់លោកទៅបានដាំថ្មីបាទទេសភាពយ៉ាងប្រចាំប្រជុំបាទនេះផ្លូវដំណើរចូលកាន់វត្ត
បាទចូលដល់វត្តហើយបាទចូលដល់វត្តហើយយើងឃើញនៅក្នុងខេត្តមួយថ្មីបាទក្នុងខេត្តហ្នឹងថាប្រសង់ព្រះអង្គទៅគឺកសាងរួចបាទនេះក្នុងខេត្តថ្មីខាងក្នុងវត្តក្នុងខេត្តនេះគឺថាប្រសង់ទៅក្នុងកសាងរួចជាថ្មីនឹងរៀបចំធ្វើនៅកម្មវិធីបន់សម្ពោធឆ្លងបាទគួរជាទីគយគន់អមទៅដោយក្បួនក្បាច់រចនាដ៏ស្រស់ស្អាតបាទអញ្ចឹងធ្វើដំណើរចូលខាងក្នុងវត្តដើម្បីយើងទស្សនាកម្សាន្តនៅទេសភាពខាងក្នុងវត្តទៀតពេលនេះប្រសង់លោកនេះមិនឡើងឆាន់ទេបាទប្រសង់លោកនេះមិនឡើងឆាន់អញ្ចឹងខ្ញុំជួយសម្រាប់បន្តិចលោកឡើងឆាន់ណាយាយស្ពោឲ្យលោកបន្តិចចាំលោកឆាន់ចោលបាទនេះគឺជាមហោស្រពបាទមហោស្រពវត្តស្វាយសៀមថ្មីដើម្បីប្រសង់លោករៀបចំនេះដើម្បីឲ្យខាងក្រុមរំរបាំប្រជាប្រិយខ្មែរក្រុមចម្រៀងតន្ត្រីផ្សេងហ្នឹងបាទមកសម្ដែងនៅកន្លែងនេះបាទនេះទស្សនភាពទាំងស្រុងនៅក្នុងវត្តស្វាយសៀមថ្មីបាទមានសភាពរំទុំស្រស់បំប្រងនេះបងប្រុសគឺមិនលុកអីវ៉ាន់បាទបងមិនលុកអីវ៉ាន់ក្នុងវត្តកាប់វ៉ាវនេះនេះសុខសប្បាយយកស្ពោឲ្យលោកទៅខ្ញុំយកទៅស្ពោ10000ក្បាលនោះលោកប្រាប់នោះបាទនឹងយកឲ្យបាត់មកលោកណានេះវត្តកសាងសាលារៀបចំនឹងរួចស្រេចនឹងធ្វើកម្មវិធីសម្ពោធឆ្លងនៅពេលខាងមុខទស្សនភាពដ៏ស្រស់បំព្រងនៃវត្តស្វាយសៀមថ្មីគួរជាទីគយគន់បាទអញ្ជើញបងប្អូនទស្សនាកម្សាន្តmình có lọc ai vằn nông vọt đấy nè mình lán sơ lên chứ em mỏng á rồi mình khanh tổ mơ to đó mình khanh tổ mơ to lọc nhẹ đó thằng ai cần mình đấy lúc ăn lán nó tới mơ to ấy tiếtเป็นนึงประสงค์ปรุงหลังตัวพอดเลยบ้านอันจึงให้สมเอาคนบางปอนนะแต่บ้านตัวสนามคำสานชิมาขึ้นบาทให้อันจึงบางปอนเก็บการเป็นจัดทำไมเลสโตนในการวิธีแต่สเปียบขมายเซ็งก็ได้ขยมนึงแต่พุ่มคลาเซ็งช่างไงไปพุ่มสต็อกเยอะนำไปจุนบางปอนบ้านตัวสนามคำสานคลาบ้านสมัครขึ้นชรัน